តាមរយៈរឿងខ្មែរនឹងធ្វើស្លាប់តអស់គ្នាថ្ងៃនេះនឹងលើករឿងផ្កាសពោដែលជារឿងខ្មែរស្ថិតនៅក្នុងអាណានិគមបារាំងផលិតនៅក្នុងឆ្នាំ1947ហើយបោះពុម្ពលក់ចេញនៅក្នុងឆ្នាំ1949សាច់រឿងនឹងចែកពីដើមឡើយនាងវិទ្យាវីជាមួយនឹងប៊ុនធឿននឹងគឺជាមិត្តភក្តិជាមួយនឹងគ្នាតាំងពីតូចហើយម្ដាយឪពុកសងខាងនឹងគឺចំសំគុំនាងវិទ្យាវីជាមួយនឹងប៊ុនធឿននឹងជាប្តីប្រពន្ធនឹងគ្នាពេលធំឡើងដោយសារតែម្ដាយនាងវិទ្យាវីមើលឃើញប៊ុនធឿននិងគ្រួសារប៊ុនធឿនគឺជាអ្នកមានបាទគឺជាអ្នកមានពីជំនាន់មុនហើយធ្វើឲ្យចង់លើកកូននឹងទៅឲ្យស្រាប់តែពេលថ្ងៃមួយពួកគាត់ចាប់ផ្ដើមធំមកហើយប៉ុន្តែគ្រួសាររបស់ប៊ុនធឿនបានធ្លាក់ខ្លួនក្រអ្នកទាំងអស់គ្នាធ្វើឲ្យជំពាក់បំណុលគេច្រើនខ្លាំងមែនទែនអញ្ចឹងទៅធ្វើឲ្យម្ដាយនាងវិទ្យាវីផ្លាស់ប្ដូរចិត្តចង់បំបែកកូនខ្លួនឯងនឹងអត់ចង់ឲ្យស្រឡាញ់គ្នាជាមួយនឹងប៊ុនធឿនទេដោយសារអីមើលឃើញក្រហើយជំពាក់បំណុលគេហើយយាយនួនដែលជាម្ដាយនាងវិទ្យាវីនឹងក៏បានផ្លាស់ប្ដូរចិត្តលើកកូនគាត់ទៅឲ្យណៃសតដែលជាកូនអ្នកមានហើយជាជើងកាំងជា playboy នៅក្នុងសម័យនោះអ្នកនរគ្នាចំណែកឯនាងវិទ្យាវីវិញគឺជានារីដែលសពុតក្នុងផ្នែកម៉ែឲ្យបត់ឆ្វេងស្ដាំគឺស្ដាប់តែម្ដងគឺអត់មានកថារើបំរាអីអ្នកនរគ្នាទាំងតែចិត្តខ្លួនឯងគឺនៅស្រឡាញ់ប៊ុនធឿនទេអ្នកនរគ្នាសុខចិត្តទៅយកគេហៅថាអត់ហ៊ានស្ដីពីនិយាយវាថាជំទាស់ម៉ែឪយាយចាំយាយនួនគឺជាមនុស្សដែលមុខលុយតែម្ដងអ្នកនរគ្នាគឺអត់មានខ្វល់ពីចិត្តកូនថាកូនស្រឡាញ់គឺអត់ខ្វល់ដឹងថាបានប្តីគេហៅថាកូនភាសាអ្នកមានគឺលើកឲ្យពុកតែម្ដងបាទគឺផ្លាស់ប្ដូរ360ដឺក្រេតែម្ដងហើយចាប់តាំងពីយាយនួននិយាយបែបហ្នឹងមកធ្វើឲ្យនាងវិទ្យាវីគឺខូចចិត្តខ្លាំងមែនតើអ្នកនរគ្នាគឺបាយមិននឹកទឹកមិនហែវអ្នកនរគ្នាគឺធ្វើឲ្យគាត់ហ្នឹងគឺពិបាកក្នុងខ្លួនខ្លាំងមែនតើហើយពេលដែលម្ដាយឃើញកូនពិបាកខ្លួនគេហៅថាពិបាកក្នុងខ្លួនខ្លាំងអញ្ចឹងទៅអត់ដឹងធ្វើមិនក៏សម្រាប់ចិត្តនាំកូនទៅដើរលេងនៅខេត្តសៀមរាបបាទគិតថាពិបាក stress មានណា stress លើដើមដូចស្អីទៅដល់សៀមរាបជួបជាមួយនឹងណៃសណាអ្នកគ្នាដែលនាំម៉ែហ្នឹងទៅដើរលេងនៅខេត្តសៀមរាបមួយគ្នាហើយក៏បានជួបគ្នានិយាយស្នេហ៍គ្នាទៅធ្វើឲ្យនាងវិទ្យាវីកាន់តែសែទៅអ្នកគ្នាសែទៅបដ ாய் ហើយមកដើរលេងពីសៀមរាបវិញហើយគឺគ្មានធូរស្បើយទេកាន់តែលើដើមតាំងពីថ្ងៃដែលមកពីសៀមរាបវិញគឺធ្វើឲ្យនាងវិទ្យាវីគឺអត់មានធូរស្បើយទេអ្នកគ្នាកាន់តែលើដើមធ្វើឲ្យមានជំងឺគេហៅថាក្អួតចេញឈាមហ្មងអ្នកគ្នាក្អួតចេញឈាមហើយកាយខុនល្ងាទៀតហើយដល់ពេលម៉ែនាងវិទ្យាវីហ្នឹងអត់ដឹងនិយាយគិតទៅមិនអត់យល់ខ្ញុំអត់ដឹងថានិយាយថាមិនហ្មងឃើញកូនអញ្ចឹងហើយទៅជាគេហៅថាយកកូនខ្លួនឯងហ្នឹងទៅស្រោចទឹកហើយកូនខ្លួនឯងកំពុងតែគេហៅថាអីគេសៀវល្ងាគេហៅថាខុនល្ងាអ្នកគ្នាបាទទៅយកកូនខ្លួនឯងទៅស្រោចទឹកគេថាឲ្យវិជាសម័យនេះគេហៅថាមនុស្សដែលគេហៅថាបុរាណនិយមអ្នកគ្នាបាទចឹងទៅខ្ញុំមិនដឹងថានិយាយថាមិនទេគឺគាត់ទៅជាអញ្ចឹងហើយតមកកូនហ្នឹងគឺកាន់តែលើសដើមឈឺលើដើមហើយទៅពេលឈឺអ្នកនរគ្នាដឹងមិនចឹងគាត់ថាកូនខ្លួនឯងហ្នឹងខ្មោចចូលខ្ញុំអត់យល់ទេយកកូនខ្លួនឯងហ្នឹងទៅឲ្យគ្រូខ្មោចមើលគ្រូខ្មោចបណ្ដេញហើយគ្រូខ្មោចហ្នឹងក៏បានដូចចិត្តបណ្ដេញកូនហ្នឹងធ្វើដូចខ្លួនឯងធ្វើដូចថាដូចកូនហ្នឹងខ្មោចចូលមែនតែអញ្ចឹងតែមិនមានចូលទេគេសំដាយសោះចិត្តតែមានហ្មងធ្វើបាបគ្នាហើយចង់ក្រោយជំងឺហ្នឹងវាកាន់តែយ៉ាប់ទៅរើឡើងទៅក៏នាងវិទ្យាវីក៏គេហៅថាអេដេផាន់តោបាត់ទៅបាទអ្វីដែលចង់ក្រោយនោះគឺបន្សល់តែគេហៅថាបន្សល់តែអនុស្សាវរីយ៍ជាមួយនឹងការឈឺចាប់ដែលគេហៅថាភាពស្ដាយក្រោយដែលគិតថាមិនគួរណាបំបែកកូនឯងចឹងសោះហើយចំណែកប៊ុនធឿនគឺពេលដែលដឹងថានាងវិទ្យាវីស្លាប់ហ្នឹងណាគឺខូចចិត្តខ្លាំងមែនតើគាត់ឡើងមកផ្ទះនាងវិទ្យាវីវិញដល់គ្នាហើយនាងវិទ្យាវីក៏បានសរសេរសបត់ទុកទៅរបៀបគេថារងចាំគាត់មកវិញអញ្ចឹងរបៀបគាត់ចាំជួបមុខលើកចង់ក្រោយផែនអីបានជាអត់មកជួបគាត់ចឹងបាននេះជួបប៊ុនធឿននៅពេញរៀនណាអ្នកគ្នាហើយក៏បានគេហៅថាជូនប៉ប៊ុនធឿននឹងឲ្យរៀនបានឆាប់ចាប់ផងដើម្បីឲ្យមានចំណេះជំនាញឲ្យបានជួបមនុស្សដែលល្អជាងគាត់អីចឹងទៅបាទហើយសាច់រឿងគឺមានតែប៉ុណ្្នឹងហើយអ្នកគ្នាគិតថាពីណាគេជាអ្នកខុសអ្នកអរគ្នាក៏បាននិយាយថាចេះដោយសារតែនាងវិទ្យាវីហ្នឹងណាគឺសពុតក្នុងផ្នែកពេលព្រមតវ៉ាម៉ែបើតវ៉ាទៅប្រហែលជាមិនស្លាប់ទេហើយចំណែកអ្នកខ្លះក៏បាននិយាយថាចេះថាដោយសារតែម្ដាយនាងវិទ្យាវីដែលជាយាយនួនហ្នឹងណាគឺមុខលុយពេកហើយមនុស្សដែលគេហៅថាចាក់បុរាណខ្លាំងពេកជឿលើអបិយជំនឿខ្លាំងពេកកូនឈឺព្រមយកកូនខ្លួនឯងទៅបែបហ្នឹងទៅជាគេហៅថាយកទៅឲ្យគ្រូណាណៃវិញហើយចំណែកអ្នកខ្លះទៅកូននិយាយផ្សេងទៅបាទចំណែកខ្ញុំគឺខ្ញុំចង់បន្តអ្នកគេបន្តអ្នកនិពន្ធអ្នកទាំងអស់គ្នាខ្ញុំហួសចិត្តណាអ្នកនិពន្ធគឺលោកនូហាងអ្នកគ្នាខ្ញុំគិតថាខុសដោយសារលោកនូហាងដោយសារលោកនូហាងអ្នកនិពន្ធអញ្ចឹងអ្វីគឺអ្នកនិពន្ធទាំងអស់បាទគឺមិនមែនជាតួអង្គទេខ្ញុំអាណិតនាងវិទ្យាវីខ្លាំងណាស់អ្នកគ្នាពេលខ្ញុំមើលរឿងហ្នឹងខ្ញុំចង់តែយំហើយដោយសារអីខ្ញុំមានអារម្មណ៍ថាអាណិតហ្មងណាបាទគឺសាច់រឿងនេះគឺមានតែប៉ុណ្្នឹងអ្នកគ្នាហើយនេះគឺជាស្លាប់ដែលខ្ញុំបានធ្វើបាទខ្ញុំដឹងថាខ្ញុំធ្វើស្លាមត្រូវធ្វើខុសអ្នកគ្នាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងអ្នកគ្នាបាទបាយបាយ